សួស្តីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំបង្ហាញអ្នកនរគ្នាអំពីរបៀបចាក់ sound នៅលើកម្មវិធីដែលខ្ញុំបង្ហាញនៅលើទូរស័ព្ទដៃVivo V15 អញ្ចឹងទើបអ្នកនរគ្នាមើលខ្ញុំដោយអ្នកនរគ្នាអាចចូលទៅក្នុង setting ហើយអ្នកនរគ្នា scroll ទៅមើលពាក្យpassword and fingerprint អូខេយើងឃើញហើយយើងចុចចូលមកហើយអ្នកនរគ្នា scroll មកមើលពាក្យកន្លែង privacy and annotation នេះហើយយើងអាចកន្លែងនេះគឺយើងត្រូវការ set password អញ្ចឹងរបៀប set password គឺអ្នកនរគ្នាអាច set យក password មួយណាដែលអ្នកនរគ្នាចង់ដាក់ទៅគឺខ្ញុំ set នៅលើ password 4ពាក្យនេះហើយខ្ញុំធ្វើការ set ម្ដងទៀតដើម្បីធ្វើការ confirm ហើយកន្លែងនេះគឺអ្នកនរគ្នាអាចដាក់ពាក្យមួយចំនួនដើម្បីជួយឲ្យ password របស់អ្នកនរគ្នាគឺវាមានសុវត្ថិភាពជាងមុនអញ្ចឹងខ្ញុំគ្រាន់តែដាក់តេស្តទេហើយខ្ញុំចុចដានមកហើយកន្លែងនេះគឺយើងចូលមកដល់ហើយគឺអ្នកគ្នាមើលនៅខាងលើនេះគឺកន្លែងដែលយើងអាចធ្វើការចាក់ password នៅលើកម្មវិធីយើងបានហ្នឹងហើយអញ្ចឹងអ្នកគ្នាគ្រាន់តែចុចនៅលើកម្មវិធីយើងមកចុចចូលទៅកន្លែង app annotation មកហើយយើងបើកនៅលើ app ណាមួយដែលអ្នកគ្នាចង់ចាក់ password អញ្ចឹងគឺយើងចេញមកខាងក្រៅមកហើយយើងធ្វើការបើកនៅលើ app ហ្នឹងទៅវានឹងធ្វើការឲ្យយើងវាយ password បានយើងអាចចូលប្រើប្រាស់ app ហ្នឹងបានអញ្ចឹងគឺអ្នកគ្នាអាចវាយមកអូខេអញ្ចឹងកន្លែងគឺយើងអាចចូលប្រើប្រាស់ app បានទេដោយសារ app នេះខ្ញុំគឺដល់មកសម្រាប់បង្ហាញអ្នកគ្នាចុះវីដេអូនេះគឺមានតែប៉ុណ្្នឹងអ្នកគ្នាបើចូលចិត្តកុំភ្លេចចុច like comment subscribe ផងហើយបើមានអ្វីណាក៏ឆ្កើងក៏សូមអ្នកគ្នាអធិស្ឋានផងជម្រាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយ